បាទសួស្តីមីមីថ្ងៃនេះយើងមកមើលទូបកហើយធ្វើចំហៀងមួយហ្នឹងបងវាបើចាញ់ភ្លើងបញ្ហាវាបើចាញ់ភ្លើងខ្ញុំដុតពីភ្លើងដល់រួចដល់ហើយខ្ញុំធ្វើការបើវាមើលបាទខ្ញុំធ្វើការចុចបើហ្មងនេះគេថាវាបើចាញ់ភ្លើងទេនិយាយចុចយ៉ាងម៉េចក៏អត់ចាញ់ដែរនេះវាต้องបើវាអូខេចាំខ្ញុំធ្វើការដោះរោកំហុសវាសិនបាទអានេះយើងបានដោះបតដល់ឲ្យមកភ្លើងមើលហើយអានេះភ្លើង12វ៉ុលចាញ់ពីបតធំវាមកហើយយើងវាបាន11វ៉ុលចឹងតែតាមកាពិតភ្លើងវា12វ៉ុលទេអូខេដូច្នេះហើយមានន័យថាបត display វាខូចហើយបើវាមានភ្លើងចាញ់ពីបតធំមកហើយអូខេចាំយើងធ្វើការដោះទៅជួសជុលវាទាំងអស់គ្នាបាទអូខេអានេះមុខមាត់បតវាខ្ញុំបានដោះមកចាញ់រួចរាល់អស់ហើយមុខមាត់បតវាទូចមួយមុនដំបូងខ្ញុំធ្វើការបដូរ crystal វាចាញ់សិនបដូរ crystal វាចាញ់មើលមួយសិនតើវាអាចប្រើបានអត់បើវាប្រើបានទេចាំត្រូវមើលកន្លែងផ្សេងបាទ crystal វាលេចាំខ្ញុំដាក់មើលច្បាស់លេ800បងប្អូន crystal វាលេ 800C យើងសាកបដូរវាមើលមួយសិនបើសំណាងល្អប្រើបានសំណាងអត់ល្អប្រើបានបើប្រើបានយើងមកមើលភ្លើង12វ៉ុលវាមកមើលចំណុចភ្លើង12វ៉ុលវាយើងដេញតាមវាហ្មងកន្លែងភ្លើង12វ៉ុលវាដេញតាមភ្លើងវាមកដល់ចូលដល់នេះដល់ណាដល់ណៃទេចាំយើងមើលវាតាមក្រោយបាទបើសិនជាយើងដូរ crystal ហើយវានៅប្រើបានអូខេខ្ញុំចាប់ផ្ដើមដូរ crystal មួយសិនក្នុងការផ្សារដករបស់ខ្ញុំអត់បូមទេដោយសារបតប្រភេទនេះវាភុយសេមាវាភុយខ្ញុំធ្វើការដាក់ស្នោចូលហើយចាប់ដកយំដល់ដកតិនចេញវាជប់ដៅហើយអូខេរួចដល់ហើយអានេះ crystal ចាស់វាបងប្អូនយើងទូវាមកលេខសិនមកយើងយកថ្មីមកដាក់ចូលដល់អានេះ crystal ថ្មីលេ800ដូចគ្នាបាទយើងធ្វើការកាត់វាយកមួយមកកាត់មើលមកល្មមបានកុំឲ្យវាវែងខ្ញុំអូខេរួចដល់ហើយយើងធ្វើការដាក់ចូលដល់ខ្ញុំធ្វើការញឹក crystal វាចូលសិនបាទអូខេរួចដល់ហើយយើងប្រែមកខាងមកខ្ញុំធ្វើការពុតជើងវាចេញសិនដើម្បីកុំឲ្យវាជ្រុះពេលយើងសាទៅមកវាជ្រុះនៅពេលយើងលេងដៃទៅវាជ្រុះដូច្នេះយើងធ្វើការពុតជើងវាចេញទាំងខាងមកវាជ្រុះបានរួចដល់ហើយចាប់ដើមសាយកដល់អូខេយើងបានផ្សាររួចដល់ហើយចាំយើងទៅធ្វើការតេស្តវាមើលទាំងអស់គ្នាហើយយើងដូរ crystal អស់មកគ្របបាទអូខេតោះយើងទៅតេស្តមើលទាំងអស់គ្នាបាទខ្ញុំរៀបចំដុតស្នាប់ដុតដូចវាសិនណាដុតស្នាប់ចេះអូនេះកៃអូខេយើងដុតស្នាប់រួចដល់ហើយខ្ញុំធ្វើការដុតពីភ្លើងមកផ្លេតសិនបាទអូខេរួចដល់ហើយយើងមកបើវាមើលម្ដងចុចប៊ូតុងបើមកនេះគេថាវាបើចាញ់ភ្លើងបានហើយណាប៊ូតុង start មួយណាចេះមួយណាចេះភ្លេចបាត់ហើយនេះ error បាត់អាយ៉ាធ្វើបាត់ហើយ0បាត់បើបានចាញ់ភ្លើងហើយ error ទៀតចុចបាត់ហើយបើថាថ្មីអត់ទាន់បាន start មក error បាត់នេះគេថាវា error FC2 ហ្នឹងបងនេះ error FC2 បាទក្នុងការចុះជួលបតយើងបានចុះជួលបានបើចេញភ្លើងធម្មតាបានហើយប៉ុន្តែវានៅ error ទៀតបាទក្នុងការចុះជួលបតបើចេញភ្លើងយើងបានជោគជ័យហើយប៉ុន្តែបញ្ហាវានៅលើកូដ error ម្ដងទៀតបាទអូខេចាំវីដេអូក្រោយចាំខ្ញុំថតឲ្យមើលទៀតណាកុំឲ្យវីដេអូនេះវាវែងញោមបាទចាំខ្ញុំរកលេខខូចឃើញចាំខ្ញុំមកប្រាប់មើលទាំងអស់គ្នាបាទអូខេបាយបាយអរគុណច្រើនបាទ